លោកឧត្តមសេនីយ៍ត្រីឈៀវមនិនចាហើយគាត់ក៏មានរមងារជាអុកញ៉ាផងដែរអុកញ៉ាផងឧត្តមសេនីយ៍ត្រីផងឥឡូវនេះគឺគាត់កំពុងតែមានបញ្ហាធំហើយដោយសារតែកំហុសឆ្គងរបស់គាត់ទាក់ទងទៅនឹងការលេងបណ្ដាញសង្គម TikTok ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ក្រសួងការពារជាតិចាអញ្ចឹងចំណាត់ការថ្មីនេះពីឯកឧត្តមទាសីហាបានបញ្ជាឲ្យមានការបង្កើតក្រុមប្រឹក្សាវិន័យដើម្បីវាយតម្លៃកំហុសឆ្គងឧត្តមសេនីយ៍ត្រីឈៀវមនិនអុកញ៉ាក៏ដូចជាលោកឧត្តមសេនីយ៍ត្រីរូបនេះបានបង្ហាញអាកប្បកិរិយាមិនសមរម្យជាយោធិននៅលើបណ្ដាញ TikTok ចាអាហ្នឹងគឺវាប៉ះពាល់ធ្ងន់ណាស់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ក្រសួងការពារជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅយប់មិញបងប្អូននៅរាត្រីថ្ងៃទី1ខែមេសាឆ្នាំ2025កាត់យប់ហ្មងបងប្អូនក្រសួងការពារជាតិគឺបានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងបុគ្គលឈ្មោះឈៀវមនិនមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រីចាពាក់ផ្កាយមួយនេះដែលមានការបញ្ជាផ្ទាល់ពីឯកឧត្តមទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិចេញប័ណ្ណបញ្ជាឲ្យបង្កើតក្រុមវិន័យដើម្បីវាយតម្លៃកំហុសឆ្គងការបញ្ជានេះគឺលក្ខណៈបន្ទាន់ទៀតណាបងប្អូនចឹងបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិបានបញ្ជាក់យ៉ាងដូចនេះថាកាលពីពេលថ្មីនេះនៅក្នុងបណ្ដាញសង្គម TikTok មានការបង្ហោះនៅវីដេអូមួយចំនួនរបស់បុគ្គលឈ្មោះឈៀវមនិនមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រីទូនាទីជានាយករងនៃនាយកដ្ឋានបច្ចេកទេសកងទ័ពជើងអាកាសអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិដែលបានបង្ហាញនៅរូបភាពនិងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិនដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសសេចក្តីថ្លៃថ្នូរនិងឧត្តមភាពរបស់ក្រសួងការពារជាតិនិងកងយោធពលខេមរៈភូមិន្ទទាំងមូលដើម្បីធានាបានការអនុវត្តឲ្យបានម៉ឺងម៉ាត់នៅបទវិន័យក៏ដូចជាការរក្សាឲ្យបាននៅក្រមសីលធម៌វិជ្ជាជីវៈរបស់កងទ័ពឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានសម្រេចចាត់តាំងឲ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យក្នុងគោលបំណងធ្វើការពិនិត្យនិងវាយតម្លៃនៅរាល់ទង្វើទាំងឡាយដែលបុគ្គលខាងលើនេះបានប្រព្រឹត្តខុសឆ្គងដើម្បីដាក់ទណ្ឌកម្មឲ្យសមស្របទៅនឹងច្បាប់ស្ដីពីលក្ខណៈទូទៅចំពោះយោធិននៃកងយោធពលខេមរៈភូមិន្ទឧត្តមសេនីយ៍ត្រីឈៀវមនិននេះគឺខ្ញុំឃើញគេផុសហ្នឹងគេដាក់អញ្ចឹងហ្មងនេះគេទៅសេអក្សរដែលមាន background ពណ៌ក្រហមអក្សរពណ៌សហ្នឹងគេដាក់អញ្ចឹងបងប្អូនចាគេថាគាត់ជាកងទ័ពពាក់ផ្កាយមួយមិនត្រឹមតែប៉ុណ្ណោះយកកន្លែងធ្វើការមករាំថត TikTok ពាក់អាវស៊ីវិលគ្មានញញើតវិន័យកងទ័ពឡើយព្រោះប្រហែលគ្មាននរណាហ៊ានដកគាត់សូមបញ្ជាក់ជូនថាអុកញ៉ាឧត្តមសេនីយ៍ត្រីចាហៅអញ្ចឹងដោយសារគាត់ជាអុកញ៉ាផងឧត្តមសេនីយ៍ត្រីផងគាត់គឺជាម្ចាស់ហាងពេជ្រដ៏ធំមួយហើយក៏ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យមួយផងដែរខ្ញុំចាប់អារម្មណ៍ comment មួយដែលមាន account Facebook មួយគាត់ comment ថាធ្វើអីសូមស្រណោះគិតដល់តម្លៃពួកខ្ញុំនៅតាមព្រំដែនផង